ស្រីអូន ជំរាបសួរបង បាទជំរាបសួរអូនសុខសប្បាយថ្ងៃនេះ សុខបងដល់ចប់បងវិញ បងសុខសប្បាយធម្មតាអរគុណអូនអូនមកពីម្ដុំណាដែរ ខ្ញុំឈ្មោះកាណូខ្ញុំមកពីខាងសាកលវិទ្យាល័យបញ្ញាសាស្ត្រ អូមកបញ្ញាសាស្ត្រអញ្ចឹងអូនរៀនភាសាអង់គ្លេស បាទភាសាអង់គ្លេស ភាសាអង់គ្លេសអូឆ្នាំទីម៉ានអូន ខ្ញុំឆ្នាំទី1បង ឆ្នាំទី1ហើយហេតុអីបានអូនសម្រេចចិត្តចូលរួមក្រុមរបស់យើង បាទបងតាមចិត្តស្ដែងទៅខ្ញុំបានឮតាមមិត្តភក្តិរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំថាថ្នាក់នេះគឺជួយចែករំលែកបទពិសោធន៍ច្រើនដែលសង្គមដែលពួកគាត់បានឆ្លងកាត់ទី2ហ្នឹងគាត់ជួយដោះស្រាយបញ្ហាទូទៅនេះថាទាំងក្រុមគ្រួសារផងទាំងរឿងផ្ទាល់ខ្លួនផងហើយទី3នោះជាពិសេសហ្នឹងគឺតាក់ទងនឹងរឿងសង្គមថាយើងត្រូវដើរទៅណាទៅណីយើងចង់ធ្វើអ្វី បាទត្រូវអូនហ្នឹងហើយយើងរៀនបានច្រើនមែនតើពីក្រុមហើយពីបទពិសោធន៍គ្នាទៅវិញទៅមកពិសេសបញ្ហារបស់បរិបទវាមិនមែនត្រឹមជាបញ្ហាបរិបទទេអាចតាក់ទងជាមួយនឹងរឿងរ៉ាវដែលយើងប្រឈមមុខមួយសង្គមដែរហើយយើងចង់ស្ដាប់និងរៀនពីបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីយើងអាចយកជាបទពិសោធន៍និងប្រើប្រាស់ជាជីវិតរបស់ខ្លួននៅប្រចាំថ្ងៃសប្តាហ៍ថ្ងៃនេះអូនគ្រាន់តែជានិស្សិតនៅមហាវិទ្យាល័យឬក៏ធ្វើការដែរ បាទសប្តាហ៍ថ្ងៃនោះខ្ញុំជានិស្សិតផងហើយជាអ្នកធ្វើការផងបាទ អញ្ចឹងជានិស្សិតផងធ្វើការ បាទ អញ្ចឹងរៀងខំបន្តិចអូនណា បាទ អូខេតែអីជីវិតត្រូវតស៊ូ បាទ អូខេអូនធ្វើការនៅស្ថាប័នណាដែរ ខ្ញុំធ្វើនៅស្ថាប័នខាង local អង្គការមួយកន្លែងបាទតែតាក់ទងនឹងវិស័យបរិស្ថានបាទពិសេសហ្នឹងតាក់ទងនឹងរឿងសម្រាមតែម្ដង វ៉ាវជឿអូនធ្វើការតាក់ទងមួយរឿងសម្រាម បាទ ធ្វើការបានមួយឆ្នាំអូន ខ្ញុំធ្វើការនិយាយទៅខ្ញុំធ្វើជិត2ឆ្នាំហើយបង 2ឆ្នាំ បាទ អូខេល្អមែនទេ ធ្វើតាំងពីអ្នកស្ម័គ្រចិត្តរហូតដល់បុគ្គលិកពេញសិទ្ធិបាទ អូអញ្ចឹងអូនបុគ្គលិកពេញសិទ្ធិអញ្ចឹងធ្វើការពេញមក បាទ ហើយរៀនទៀត បាទ អូហត់អត់ ហត់មកហត់តែយើងត្រូវតែធ្វើយ៉ាងណាកុំឲ្យសម្រាមដែលនៅក្បែរច្រាំងហូរចូលទន្លេបាទវាបំពុលជាប្រវត្តិច្រើនមែនតើ17 18លាននាក់ មានន័យថាអូនធ្វើចេញពីសេចក្តីស្រឡាញ់ បាទ ចេញពីដួងចិត្តអូខេអញ្ចឹងបានជាអញ្ចឹងបងមានសំណួរសួរបន្តទៀតតកតងមួយនឹងការងារដែលអូនធ្វើដោយសាររឿងបញ្ហាសម្រាមវាជាបញ្ហាមួយដែរប្រឈមដែរនៅក្នុងប្រទេសរបស់យើងដែរអញ្ចឹងតាមរយៈបទពិសោធន៍អូនធ្វើការតកតងមួយបរិស្ថានពិសេសខាងសម្រាមហ្នឹងតើពីមុនមកដល់ឥឡូវតើអូនឃើញថាប្រជាជនរបស់យើងមានការកែប្រែអេយ៉ាបតអីខ្លះតកតងមួយនឹងការទុកដាក់សម្រាម តាមរយៈការមើលឃើញរបស់ខ្ញុំឃើញថាប្រជាពលរដ្ឋរបស់យើងគាត់បានទុកដាក់សម្រាមត្រឹមត្រូវហើយនឹងជួយសម្អាតសហគមន៍របស់គាត់ធ្វើយ៉ាងណាកុំឲ្យសហគមន៍គាត់មានសម្រាមហើយគាត់រស់នៅមានអនាម័យបាទ អូល្អមែនទែនអញ្ចឹងអូនមានបទពិសោធន៍តកតងជាមួយនឹងខាងបរិស្ថានពិសេសតកតងមួយនឹងការទុកដាក់សម្រាមអញ្ចឹងខ្ញុំគិតថាអ្វីដែលអូនមានហើយបទពិសោធន៍ដែលអូនមានមកពីស្ថាប័នរបស់អូនក៏ដូចសហគមន៍ដែលអូនធ្វើការជាមួយខ្ញុំគិតថាវានឹងជួយឲ្យក្រុមរបស់យើងបានរៀនពីគ្នាទៅវិញទៅមកនិងផ្លាស់ប្ដូរបទពិសោធន៍ខ្ញុំគិតថានេះជាចម្រុះភាពដែលក្រុមរបស់យើងមានគ្នាយើងមកពីអង្គការស្ថាប័នឬក៏សាលារៀននៅកន្លែងផ្សេងដែលយើងអាចផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកហើយខ្ញុំលើកចិត្តអូនឲ្យចូលរួមហើយនឹងនៅតែចែកចាយពីបទពិសោធន៍និងបញ្ហាដែលខ្លួនឯងមានដើម្បីឲ្យយើងបានរៀនពីគ្នាទៅវិញទៅមកហើយសង្ឃឹមថាយើងនឹងរីកចម្រើនជាមួយគ្នាបាទអាចរៀនអ្វីល្អៗជាច្រើនមួយគ្នាក៏ដូចជាអាចជួយដល់ខ្លួនឯងគ្រួសារក៏ដូចជាសង្គមជាតិដែរបាទអញ្ចឹងខ្ញុំលើកចិត្តអូនមកចូលរួម បាទ បានទៀងទាត់អត់ បាទអរគុណបាទ អរគុណអូនការចូលរួម